ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមកស្លោជាមួយនឹងសម្លម្ជូរគ្រឿងតកួនជាមួយនឹងត្រីសាម៉ុនចាដែលវគ្គនេះគឺយើងស្លោជាមួយនឹងព្រុយត្រីសាម៉ុនណាបងប្អូនទាំងអស់គ្នាចានៅពេលខ្ញុំទិញហ្នឹងគឺកន្លះគីឡូគឺតម្លៃតាម10000រៀលទេបងប្អូនទាំងអស់គ្នាចាប្រភេទព្រុយត្រីបងប្អូនទាំងអស់គ្នាចាអញ្ចឹងដោយសារត្រីខ្ញុំនេះគឺខ្ញុំទិញយូរម្ដងហើយនៅសល់ត្រឹម2ខាំបងប្អូនទាំងអស់គ្នាចាអញ្ចឹងគ្រឿងផ្សំរបស់យើងក៏អត់មានអីច្រើនដែរគឺមានតែត្រីសាម៉ុនចំនួន2ខាំជាមួយនឹងតកួនចាតកួនហ្នឹងគឺយើងដើរបេះបោចក្រោយផ្ទះចាជុំវិញផ្ទះបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីយើងនេះហើយគឺយើងយកមកបេះស្លឹកវាចោលទៅចាចាបន្ទាប់ពីបេះហើយគឺនៅស្ទើចាអញ្ចឹងក៏ទៅទិញតកួន1000បន្ថែមទៀតបងប្អូនអរគ្នាចានិយាយទៅទិញគេអដែលតែមិនថ្មីទេយើងទិញគេខ្លះយើងបោចជុំវិញផ្ទះទៅខ្លះទៅគឺក៏ល្អប្រសើរដែរចាបន្ទាប់ពីបេះស្អាតអស់ហើយគឺយើងចាប់ដើមលាងមកបន្តគ្នាចាយើងលាងស្អាត2ទៅ3ទឹកទៅណាបងប្អូនបងប្អូនគ្នាចាយើងច្របាច់វាឲ្យយើងទូតិចទៅចាហើយបន្តមកទៀតគឺយើងចាប់ផ្ដើមយកត្រីនេះគឺខ្ញុំយកពីទូទឹកកកហើយខ្ញុំបានលាងវាស្អាតហើយបងប្អូនទាំងគ្នាចាហើយខ្ញុំក្របវាត្រឹមត្រូវហើយចាបន្តមកយើងយកវាមកដកឆ្អឹងបងប្អូនទាំងគ្នាចាព្រុយត្រីនេះវាលាយជាមួយនឹងនិយាយទៅអាសាច់ប្រទេសខ្លះបងប្អូនទាំងគ្នាវាមិនមែនព្រុយត្រីសុទ្ធទេចាបងប្អូនអាចទៅរកមើលនៅតាមកន្លែងគេលក់ប្រភេទត្រីសមុទ្រហ្នឹងណាចាដល់គេខ្លះស្អីក្នុងទូហ្នឹងហើយយើងរើសមើលទៅចាគេដាក់ខ្ចប់ជាថងហ្នឹងគឺកន្លះគីឡូតែម្ដងចាឆៃឆ្អឹងវាវែងទេអញ្ចឹងវាអត់ពិបាកនេះទេផុយដកមកស្រួលហ្នឹងបងប្អូនចាយើងធ្វើការដកឆ្អឹងទៅដើម្បីពេលយើងញ៉ាំគឺស្រួលបងប្អូនទាំងគ្នាចាបន្ទាប់ពីយើងបានដកឆ្អឹងត្រីសាម៉ុនហើយអស់ហើយយើងចាប់ផ្ដើមរៀបចំគ្រឿងយើងវិញម្ដងចាគ្រឿងរបស់យើងនេះគឺងាយស្រួលទេរកតែជុំវិញផ្ទះនឹងបងប្អូនទាំងគ្នាចាយើងធ្វើការហាន់គ្រឿងរបស់យើងមានគល់ស្លឹកគ្រៃចាម្ដេចទឹកក្រូចសើចរមៀតហើយនិងខ្ជាយបងប្អូនទាំងគ្នា
ចាបន្ទាប់ពីហាន់ហើយយើងធ្វើការក្រឡុកចូលគ្នាចាបន្ទាប់មកយើងចាប់ផ្ដើមចម្អិនម្ហូបអាហាររបស់យើងចាដោយដាក់ឆ្នាំងរបស់យើងនោះឲ្យក្តៅទៅបន្ទាប់មកយើងបន្ថែមជាមួយប្រេងបន្តិចបងប្អូនអរគ្នាចាខ្លាញ់ក្តៅហើយយើងដាក់គ្រឿងបងប្អូនអរគ្នាហើយយើងធ្វើការកូរទៅកូរមកឲ្យគ្រឿងយើងឈ្ងុយហើយកុំឲ្យវាខ្លោចបន្តមកទៀតយើងបន្ថែមជាមួយនឹងប្រហុកបន្តិចបងប្អូនបងប្អូនបន្ទាប់ពីយើងកូរប្រហុកហើយច្បល់ចូលគ្នាហើយយើងដាក់ជាមួយត្រីសាម៉ុនរបស់យើងចូលហើយយើងធ្វើការត្រឡប់ត្រីសាម៉ុនហ្នឹងជាមួយនឹងគ្រឿងរបស់យើងទៅដើម្បីឲ្យវាចូលជាតិគ្នាបានល្អមកទៀតយើងបន្ថែមជាមួយនឹងរ៉ូឌីបន្តិចណាបងប្អូនបងប្អូនហើយយើងធ្វើការកូរច្បល់វាចូលគ្នាទៀតដើម្បីឲ្យរ៉ូឌីជាមួយនឹងត្រីរបស់យើងចូលជាតិគ្នាដែរហើយបន្តមកទៀតយើងថែមជាមួយទឹកបងប្អូនបងប្អូនទឹកនេះយើងថែមចំនួន400 ml បន្ទាប់មកយើងធ្វើការគ្របឲ្យវាពុះមួយរំពុះសិនបងប្អូនបងប្អូនចាបន្ទាប់ពីពុះហើយយើងថែមប៊ីចេងបន្តិចចាស្ករបន្តិចជាមួយនឹងទឹកត្រីមកច្រូចណាបងប្អូនគ្នាចាយើងដាក់តិចបានហើយគ្រឿងយើងបងប្អូនគ្នាចាព្រោះបរិមាណត្រីជាមួយបន្លែរបស់យើងទឹករបស់យើងគឺត្រូវដាក់សមមាត្រគ្នាណាបងប្អូនទាំងគ្នាចាដើម្បីឲ្យវាចេញមករសជាតិឆ្ងាញ់តែម្ដងចាបន្តមកទៀតយើងជីបយករសជាតិបន្តិចទៅថាវាត្រូវគ្រឿងហើយបន្តមកទើបខ្ញុំដាក់ជាមួយនឹងអំពិលទុំបងប្អូនទាំងគ្នាយើងធ្វើការជ្រុំអំពិលហ្នឹងទៅបងប្អូនទាំងគ្នាហើយយើងធ្វើការភ្លក់ណាបងប្អូនទាំងគ្នាទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តជូរបងប្អូនជ្រុំឲ្យវាយូរតិចទៅចាយើងចូលចិត្តរសជាតិបែបណាយើងដាក់បែបហ្នឹងទៅណាបងប្អូនទាំងអស់គ្នាហើយពេលហ្នឹងផងដែរបងប្អូនទាំងអស់គ្នាអាចស្វាមពពុះវានឹងចេញខ្លះបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីយើងជីបរសជាតិទាំងជូរប្រៃផ្អែមអីល្មមអស់ហើយគឺយើងដាក់ត្រកួនយើងចូលបងប្អូនចាដាក់ត្រកួនចូលហើយយើងធ្វើការបិទគម្របដើម្បីឲ្យវាពុះម្សៅទៀតចាហើយបន្ទាប់ពីវាពុះហើយចាបងប្អូនអាចជីបរសជាតិម្ដងទៀតចាអញ្ចឹងសម្លរបស់យើងសម្លបញ្ជូរគ្រឿងប្រុយត្រីសាម៉ុននេះគឺបានឆ្អិនរួចរាល់ហើយបងប្អូនទាំងគ្នា
ចាបច្ចៈវគ្គមុនគឺខ្ញុំស្លមកជូរគ្រឿងស្លឹកម្កាក់ក្បាលត្រីសាម៉ុនឥឡូវនេះគឺបញ្ជូរគ្រឿងតកួនព្រុយត្រីសាម៉ុនចានិយាយទៅខ្ញុំចូលចិត្តប្រើជំនួសជាមួយនឹងត្រីដែលវាអត់មានសកាបងប្អូនទាំងគ្នាអាចប្រើជំនួសដោយត្រីសាម៉ុនបានសាក់អាចសាក់ម្ដងបានណាបងប្អូនគ្នានិយាយទៅគឺខ្ញុំធ្វើរាប់ផ្លិចឲ្យបងប្អូនទាំងគ្នាចាបន្តមកយើងដួសដាក់ចានចាត្រីនេះគឺសម្បូរអូមេហ្គា 3 ហើយសម្បូរខ្លាញ់ណាបងប្អូនទាំងគ្នាហើយខ្លាញ់ត្រីនេះគឺល្អបងប្អូនទាំងគ្នាចាគ្រាន់តែដួសមកក៏តំណងដែរបងប្អូនតោះឥឡូវដល់វគ្គយើងញ៉ាំហើយបងប្អូនទាំងគ្នាចាហើយការញ៉ាំនេះផងដែរមិនមែនជាការសម្ដែងទេបងប្អូនទាំងគ្នាគឺញ៉ាំមែនតែម្ដងចាពីព្រោះអត់ទាន់បានបាយទេបងប្អូនវាលក្ខណៈថាម៉ោង3ម៉ោង4ល្ងាចហើយបងប្អូនណាចាអញ្ចឹងគឺញ៉ាំយកបំផឹកតែម្ដងជាចុងក្រោយសូមពុកម៉ែបងប្អូនទាំងអស់គ្នាសូមមេត្តាជួយ like និង subscribe channel របស់ NASA ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអរគុណជម្រាបលា